សម្រាប់ខប្រហុកមួយមុខនេះណាបងប្អូនយើងហូបជាមួយនឹងលក់ខ្ចីៗជាពិសេសលក់ដែលវាចាប់ផ្ដើមដុះនៅដើមរដូវដែលធ្លាក់ភ្លៀងនេះហូយរសជាតិគឺឆ្ងាញ់មែនទែនហើយថ្ងៃនេះខ្ញុំមកបង្ហាញពីរូបមន្តពិសេសផ្ទាល់ខ្លួនដែលពាក់ព័ន្ធជាមួយនឹងប្រហុកតែថ្ងៃនេះខ្ញុំមកខប្រហុកជាមួយត្រីផ្ទក់បងប្អូនទាំងអស់គ្នាគ្រឿងរបស់ខ្ញុំអត់មានអីច្រើនទេគឺមានតែខ្ទឹមសខ្ទឹមក្រហមក៏ដូចជាម្ទេសយើងដាក់ចូលក្នុងត្បាល់អញ្ចឹងមកយើងបុកយើងថែមស្ករបន្តិចប៊ីចេងបន្តិចមកយើងបុកបំប៉ុនគ្នាចូលគ្នាម៉ត់អញ្ចឹងមកហើយថ្ងៃនេះយើងមានលក់ដែរមានស្តៅមានស្ងោរបាសនិងចលុងទុកហត់ទឹកបន្តិចដែរបងប្អូនអាគ្រឿងប្រហុកគ្រឿងបុកប្រហុកអីអស់ហ្នឹងបើសិនជាយើងមានលក់កញ្ចប់គឺកាន់តែឆ្ងាញ់តែម្ដងថ្ងៃនេះគឺខ្ញុំបានដាក់លក់ឲ្យច្រើននេះបងប្អូនកាលណាបើដាក់លក់ច្រើនគឺខ្ញុំហូបផ្សិតអត់បានអញ្ចឹងនេះគឺជារុក្ខជាតិម្យ៉ាងវាមិនមែនជាទើលក៏មិនមែនជាម៉ៅដែរខ្ញុំអត់ស្គាល់វាថាជាស្អីទេខ្ញុំយកវាមកបកហើយលាងទឹកឲ្យស្អាតដាក់ស្រុះវាចូលមកហើយយើងស្រុះវាបដៅយើងងាកមកឆាខ្ទឹមម្ទេសយើងបដៅឲ្យឡើងឈ្ងុយមកយើងឆាប្រហុកចូលគ្នាអញ្ចឹងតែម្ដងមករួចថាប្រហុកយើងលិនក្លិនឈ្ងុយឯណាបងប្អូនឈ្ងុយឡើងឈ្ងប់ពេញច្រមុះហើយយើងក៏ចាក់ទឹកបន្តិចចូលមើលតែទឹកយើងពុះហើយយើងដាក់ត្រីយើងចូលតែម្ដងបងប្អូនទាំងអស់គ្នាយើងងឹះវាឲ្យឡើងឈ្ងុយឈ្ងប់មកយើងបោះអំពិលបន្តិចចូលទៅណាបងប្អូនដើម្បីបង្កើតរសជាតិជូរបងប្អូនអើយយើងភ្លក់មើលយើងថែមថយស្ករប៊ីចេងតិចតួចមកមើលតែត្រីយើងរៀងឆ្អិននេះយើងដាក់ផ្សិតចូលមកបងប្អូនអើយងាយមែនទែនហើយយើងហូបជាមួយលក់គ្រប់មុខអញ្ចឹងមកបងប្អូនអើយឡើងតាំងពោះកំពីងតែម្ដងបងប្អូនពិតជាមានរសជាតិឆ្ងាញ់មែនជំរាបសួរពុកម៉ែបងប្អូននេះគឺជាគេមកហូបចុះបាយយើងហូបអាហ្នឹងណាគឺចុះបាយមែនទែនហើយវាពិសេសបំផុតសម្រាប់អ្នកស្រីដូចជាយើងអូខេអូត្រឹមតែហូបក៏វិញឆ្ងាយច្រើនក្នុងមុខម្ហូបមុខនេះខ្ញុំចូលចិត្តជាងគេគឺអានេះឯងផ្សិតអានេះគេហៅថាខាងស្រុកខ្ញុំគេហៅសណ្តែកលាវឆ្ងាញ់អានេះគឺជាអំឆៅបងប្អូនដែលបានសាកអំឆៅអាចសាកមើលបានជាតិសាហាវណាថ្ងៃនេះមកហូបគ្រប់មុខសតសឹងតែមានជាតិតែម្ដងរុក្ខជាតិមកមុខឆ្ងាញ់ណាស់អូយស្អំសាត់
Ngon. Đừng tay tròn dày mà cho nó bị ngắn pì nhá. Wow.